សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជាមួយការនិទានរឿងទៀតហើយជាមួយនឹង Channel និទានយប់ជ្រៅថ្ងៃនេះយើងមានរឿងថ្មីទៀតហើយដែលជារឿងព្រេងខ្មែរយើងគឺរឿងចៅគីងគក់តោះកុំឲ្យចាំពេលយូរយើងចាប់ផ្ដើមស្ដាប់ការនិទានទាំងអស់គ្នាមានរឿងមួយដំណាលថាកាលពីព្រេងនាយមានគ្រួសារប្តីប្រពន្ធ2នាក់រស់នៅដាច់ស្រយាលពីគេពួកគាត់ប្រកបមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិតយ៉ាងសុខសាន្តថ្មីត្បិតតែពួកគាត់រស់នៅក្នុងជីវភាពធូរធារប៉ុន្តែទាំងពីរនាក់តែងតែពិបាកចិត្តព្រោះតាំងពីរៀបការហើយពុំមានកូននឹងគេសោះយប់នេះព្រះច័ន្ទពេញបរមីល្អណាស់ព្រោះជាថ្ងៃបុណ្យអកអំបុកនិងសំពះព្រះខែយើងគិតបន់ផ្សងសុំកូនមួយមើលក្រែងលោបានប្រពន្ធនិយាយទៅកាន់ប្តីអ្នកទាំងពីរក៏បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមមេត្តាដាក់ទានកូនមួយមកដើម្បីជាពន្លឺនៅក្នុងគ្រួសារនៅពេលអនាគតមួយឆ្នាំក្រោយមកប្រពន្ធគាត់ក៏ចាប់ផ្ដើមមានផ្ទៃពោះដូចបំណងពួកគាត់សប្បាយចិត្តយ៉ាងខ្លាំងលុះដល់គម្រប់ខែឆ្លងទន្លេប្រពន្ធគាត់ក៏កើតបានកូនមួយតែគួរឲ្យស្ដាយដែលកូនរបស់គាត់កើតមកគឺជាសត្វគីងគក់នៅពេលនោះនាយជាប្តីខឹងឆេះឆួលយ៉ាងខ្លាំងប្រមាណក៏ទាញយកកំបិតបំរុងនឹងផ្ដាច់ជីវិតសត្វគីងគក់នោះគីងគក់ក៏បានឆ្លើយថាឆប់លោកឪពុកជាទីមានគុណហេតុអីបានជាលោកឪពុកដាច់ចិត្តសម្លាប់កូនក៏ចង់ឃើញពន្លឺព្រះអាទិត្យដូចគេដូចអញដែរគ្រាន់តែឮសំឡេងគីងគក់ចេះនិយាយឪពុកក៏ផិនភាំងទន់ដៃរលាយកំហឹងទាំងប៉ុន្មានចំពោះកូនទៅវិញគាត់ខំប្រឹងបីបាច់ថែរក្សាកូននោះរហូតដល់ធំពេញវ័យកាលណាបើចម្រើនវ៉ាន់វ័យ16ឆ្នាំចៅគីងគក់ក៏ជួយសម្រាលការងារឪពុកម្ដាយដូចជាក្មេងទូទៅវាតែងតែជួយរែកទឹកនិងម៉ូយគោនិងធ្វើការងារផ្សេងទៀតជំនួសឲ្យពួកគាត់ថ្ងៃមួយចៅគីងគក់និងឪពុកបាននឹមគ្នាទៅកាប់អុសនៅក្នុងព្រៃជ្រៅស្រាប់តែចៅគីងគក់បានឮសំឡេងអ្វីមួយចេញពីជ្រុងម្ខាងទៀតនៃព្រៃហើយក៏ស្រែកសួរពុកថាពុកឯងមានស្ដាប់ឮសំឡេងដូចខ្ញុំទេពុកក៏ឆ្លើយថាឮកូនតោះទៅមើលអីពួកគេទាំងពីរក៏បានដើរសំដៅទៅរកកន្លែងដែលឮសំឡេងនោះពេលដើរទៅដល់កន្លែងនោះស្រាប់តែកាត់ក្រឡេកឃើញមនុស្សស្រីម្នាក់នោះគឺជាព្រះនាងដែលព្រះនាងកំពុងតែស្រែកឲ្យជួយនោះណោះពុកព្រះនាងទេតើពុកក៏ឆ្លើយតបថាមែនហើយកូននោះគឺជាព្រះនាងក្រឡេកទៅឯជ្រុងម្ខាងទៀតនៅក្បែរព្រះនាងក៏ក្រឡេកឃើញពស់មួយយ៉ាងធំវាកំពុងតែស៊ីសេះព្រះនាងចៅគីងគក់ស្រែកថាពុកនោះណោះពស់អីធំហ៎ពុកវាកំពុងតែស៊ីសេះព្រះនាងហើយសត្វពស់គ្រាន់តែឮសំឡេងចៅគីងគក់ភ្លាមសត្វពស់ដ៏សាហាវក៏ប្រឡែងសេះរួចវាសំដៅទៅរកចៅគីងគក់ភ្លាមវាប្រុងនឹងលើចៅគីងគក់ស៊ីជាចំណីតែទីបំផុតក៏ត្រូវបានចៅគីងគក់នោះសម្លាប់វិញមួយរំពេចនោះក៏ផ្ទុះពេជ្រមួយគ្រាប់ចេញពីក្បាលរបស់វាបន្ទាប់ពីឃើញរឿងហេតុដូច្នេះហើយព្រះនាងក៏បាននិយាយទៅចៅគីងគក់ថាអ្នកគឺជាសត្វគីងគក់ដ៏ធំចម្លែកពូកែអស្ចារ្យណាស់យើងសូមថ្លែងអំណរគុណអ្នកដែលបានជួយយើងឲ្យរួចផុតពីសេចក្តីស្លាប់នេះចៅគីងគក់បន្ទាប់ពីសម្លាប់ពស់និងប្រមូលយកដុំពេជ្រនោះហើយក៏នឹមឪពុកនិងព្រះនាងចាក់ចេញពីព្រៃនោះទៅថ្លែងពីនគរចក្រពត្តិមួយមានឧបរាជមួយឈ្មោះកំហែងរិទ្ធជាអ្នកខ្លាំងពូកែអស្ចារ្យឧបរាជបានហាត់រៀនវិជ្ជាមន្តអាគមនិងគុនដាវនៅលើកំពូលភ្នំមួយក្នុងគោលបំណងធ្វើយ៉ាងណាឲ្យនគរទាំងឡាយคล้ายជាចំណោះរបស់ខ្លួនឧបរាជបានហាត់រៀនវិជ្ជាចេះសពគ្រប់ហើយក៏ធ្វើដំណើរទៅកាន់រាជវាំងលុះធ្វើដំណើរមកដល់រាជវាំងហើយលោកឧបរាជកំហែងរិទ្ធបានសុំរាជាអនុញ្ញាតពីព្រះអង្គចេញទៅច្បាំងជាមួយនឹងនគរមហាភពព្រះអង្គក៏យល់ព្រមអនុញ្ញាតឲ្យលោកឧបរាជកំហែងរិទ្ធដឹកនាំទ័ពទៅចេញច្បាំងនិយាយអំពីនគរមហាភពវិញលុះទ្រង់ជ្រាបដំណឹងថានគរចក្ររិទ្ធចង់ដណ្ដើមទឹកដីរបស់ខ្លួនក៏បញ្ជាឲ្យលោកសេនាធិបតីជាមេទ័ពដឹកនាំទៅតទល់ជាមួយនឹងសត្រូវដែលត្រូវជាលោកកំហែងរិទ្ធតែមិនអាចវាយឈ្នះលោកកំហែងរិទ្ធឡើយព្រោះលោកកំហែងរិទ្ធមានវិជ្ជាពូកែខ្លាំងអស្ចារ្យក៏វាយខ្លួនឲ្យត្រូវរបួសហើយក៏រត់ភៀសខ្លួនមកដល់ពាក់កណ្ដាលផ្លូវលោកសេនាបតីបានជួបនឹងកងទ័ពរបស់ខ្លួនមេទ័ពខំប្រឹងធ្វើដំណើររហូតមកដល់រាជវាំងហ
ហើយបានរៀបរាប់ប្រាប់ព្រះអង្គមិនទាន់បានចប់ផងក៏ស្លាប់បាត់ទៅហើយក្រោយពេលដែលសេនាធិបតីស្លាប់ទៅព្រះអង្គក៏ចេញព្រះរាជបញ្ជាប្រកាសដើម្បីស្វែងរកអ្នកខ្លាំងពូកែបើនរណាម្នាក់ច្បាំងឈ្នះព្រះរាជានឹងប្រទានព្រះរាជបុត្រីនិងស័ក្តិយោទៀតផងសេចក្តីប្រកាសរបស់ព្រះអង្គក៏បានលើទៅដល់ចៅគីង្គក់ក៏បានសុំឪពុកម្ដាយដើម្បីចូលកើព្រះអង្គលុះជួបព្រះអង្គហើយចៅគីង្គក់ក៏ទូលទ្រង់ឲ្យព្រះរាជាអនុញ្ញាតឲ្យខ្លួនធ្វើជាមេទ័ពព្រះអង្គទ្រង់ចម្លែកក្នុងចិត្តណាស់ហេតុដូចម្ដេចក៏គីង្គក់នេះចេះនិយាយតែទ្រង់នៅស្ងៀមមិនចេញស្ដីចៅគីង្គក់ក៏ទូលព្រះអង្គបន្ថែមដោយយល់ថាព្រះអង្គពិតជាគិតថាខ្លួនគឺជាសត្វទើបមិននិយាយបបពិតព្រះអង្គថ្វីត្បិតតែទូបង្គំគឺជាសត្វគីង្គក់តែទូបង្គំពិតជាចង់ទៅកំចាត់សត្រូវដែលកំពុងឈ្លានពានទឹកដីយើងពិតប្រាកដមែនព្រោះទូលបង្គំក៏ជាប្រជារាស្ត្ររបស់ព្រះអង្គដែរដាច់ទ្រង់ស្ញែកសរសើរពីសម្ដីរបស់ចៅគីង្គក់ទ្រង់ក៏ញញឹមហើយមានបន្ទូលថាមេទ័ពដ៏អស្ចារ្យចូលឯងទទួលបានជោគជ័យបន្ទាប់ពីឮព្រះបន្ទូលព្រះអង្គនិយាយដូច្នោះហើយចៅគីង្គក់ក៏ឆ្លើយថាអរគុណព្រះអង្គខ្ញុំនឹងចេញបំពេញភារកិច្ចនេះឲ្យបានជោគជ័យគំបីខានបន្ទាប់ពីបានតំណែងពីព្រះអង្គហើយចៅគីង្គក់ក៏បានដឹកនាំទ័ពដើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរហូតទៅដល់ទីកន្លែងដែលសត្រូវបានឈ្លានពានគ្រាន់តែឃើញគីង្គក់ភ្លាមលោកអបរាជកំហែងរិទ្ធក៏បានសើចចំអកចៅគីង្គក់ថាតើនគររបស់ឯងគ្មានអ្នកខ្លាំងពូកែទេអីបានជាយកអាសត្វតូចតាចដូចជាឯងនេះមកធ្វើជាមេទ័ពដូច្នោះអាគីង្គក់ឯកងទ័ពខាងចក្ររិទ្ធដែលជាសត្រូវកាលណាឮមេទ័ពខ្លួននិយាយដូច្នេះហើយក៏មើមគ្នាសើចចង្អកបង្អាប់គីង្គក់គ្រប់គ្នាថាហាយកគីង្គក់មកធ្វើជាមេទ័ពអន់មែនអានគរឯងនេះចំណែកឯចៅគីង្គក់ក៏នៅស្ងៀមមិននិយាយស្ដីអ្វីទាំងអស់ហើយក៏ដើរសំដៅទៅរកដើមត្នោតមួយដល់ពេលទៅដល់ហើយក៏លើករំលើងគល់ដើមត្នោតនោះបោះទៅលើកូនទ័ពរបស់លោកអបរាជកំហែងរិទ្ធបន្ទាប់មកចៅគីង្គក់ខំបំពង់ពោះយ៉ាងធំបញ្ចេញខ្យល់សិលដើម្បីសម្លាប់ពលទាហានជាច្រើនអ្នកទៀតផងឃើញបែបនេះលោកអបរាជកំហែងរិទ្ធក៏សូត្រមន្តអាគមបង្កើតជាពស់ជាច្រើនដើម្បីដេញសម្លាប់ចៅគីង្គក់តែត្រូវចៅគីង្គក់សម្លាប់គ្មានសល់មួយឡើយដោយដឹងថាមិនអាចយកឈ្នះចៅគីង្គក់លោកមេទ័ពកំហែងរិទ្ធក៏ក្រវែងខ្សែសិលដើម្បីចងចៅគីង្គក់ជាបណែអាសត្វចង្រៃខ្លួនរបស់ឯងនឹងខ្លាយទៅជាឈាមដោយសារតែខ្សែសិលរបស់យើងហាមេទ័ពកំហែងរិទ្ធក៏បានស្រែកចៅគីង្គក់ខំរើយ៉ាងណាក៏រើពុំរួចអស់តម្រេះវាក៏លើកដៃប្រណម្យហើយបួងសួងដល់គុណឪពុកម្ដាយសូមឲ្យកូនរួចផុតពីចំណងសិលនេះផងដើម្បីទាន់ពេលវេលាជួយនគររបស់យើងខ្សែចំណងក៏ដាច់ភ្លាមមួយរំពេចលោកមេទ័ពកំហែងរិទ្ធខឹងណាស់ក៏សូត្រមន្តអាគមរបស់ខ្លួនដើម្បីបំផង់ខ្លួនឲ្យធំដូចជាយក្សរួចក៏ទាញដាវបំរុងផ្ដាច់ជីវិតចៅគីង្គក់ឃើញដូចនោះក៏ស្ទុះយកក្រឹបពេជ្រដែលខ្លួនបានពីសត្វពស់ដាក់ចូលក្នុងរំពេងហើយក៏គប់សម្ដៅទៅកំហែងរិទ្ធស្លាប់មួយរំពេចនៅនឹងកន្លែងពលសេនាខាងសត្រូវបន្ទាប់ពីឃើញលោកមេទ័ពរបស់ខ្លួនដែលជាលោកកំហែងរិទ្ធបានស្លាប់ភ្លាមពួកគេក៏នាំគ្នារត់ចែកជើងគ្នាក៏បានសុំចោះចាញ់នៅក្នុងសង្គ្រាមពេលនោះទៅក្រោយពីទទួលបានជ័យជំនះអំពីនគរចក្ររិទ្ធមកចៅគីង្គក់ក៏ធ្វើដំណើរមកកាន់រាជវាំងវិញព្រះអង្គក៏មានព្រះបន្ទូលទៅចៅគីង្គក់ថាយើងនឹងមិនក្បត់ពាក្យសន្យាចំពោះឯងទេត្បិតឯងបានជួយនគររបស់យើងឲ្យរួចផុតពីបច្ចាមិត្តមានព្រះបន្ទូលរួចទ្រង់ក៏បែរព្រះភ័ក្ត្រសួរទៅរកព្រះបុត្រីដែលព្រះនាងគង់នៅទីនោះដែរទ្រង់មានព្រះបន្ទូលទៅកាន់ព្រះនាងថាតើបុត្រព្រមទទួលយកចៅគីង្គក់ជាស្វាមីដែរឬទេព្រះនាងក៏មានព្រះបន្ទូលថាព្រះពោព្រះបិតាបុត្រយល់ព្រមព្រោះមេទ័ពគីង្គក់នេះធ្លាប់បានជួយសង្គ្រោះបុត្ររួចម្ដងមកហើយកាលបុត្រទៅក្រសាលនៅឯព្រៃជ្រៅចៅគីង្គក់ក៏សូមអនុញ្ញាតព្រះអង្គនាំព្រះនាងទៅភូមិកំណើតដើម្បីជួបជាមួយនឹងអ្នកមានគុណរបស់ខ្លួនអ្នកទាំងពីរថ្វាយបង្គំលាព្រះអង្គហើយក៏ចេញធ្វើដំណើរមកជួបនឹងអ្នកមានគុណលុះដល់ជួបឪពុកម្ដាយហើយចៅគីង្គក់និងព្រះនាងក៏ក្រាបសំពះហើយចៅគីង្គក់ក៏បានរៀបរាប់សាច់រឿងសពគ្រប់ជូនទៅអ្នកមានគុណជាការស្ដាប់បន្ទាប់មកចៅគីង្គក់ប្រាប់ឲ្យម្ដាយយកពេជ្រ
គូសខ្វែងលើក្បាលរបស់ខ្លួនហើយលើកដៃបួងសួងដោយនិយាយថាសូមឲ្យកូនរបស់ខ្ញុំក្លាយទៅជាមនុស្សដោយសេចក្តីប្រាថ្នាភាំងបន្ទាប់ពីម្ដាយធ្វើតាមដូចដែលកូនប្រាប់ចៅគីងគក់ក៏ប្រែក្លាយទៅជាមនុស្សដូចធម្មតាបន្ទាប់មកពួកគេក៏បានធ្វើដំណើរជាមួយនឹងព្រះនាងយាងមកកាន់ព្រះរាជវាំងវិញទ្រង់ក៏បានរៀបអភិសេកយ៉ាងអធិកអធមហើយរស់នៅជាមួយនឹងគ្នាដល់ចាស់ទៅហងចប់អរគុណសម្រាប់ការតាមដានទស្សនារឿងនិទានយប់ជ្រៅកុំភ្លេចចុច like Subscribe និង Follow ដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ